ពួកគេទាំងអស់នោះឆ្លើយថាមិនដឹងអ្វីទាំងអស់ខ្ញុំមិនដឹងទេមិនដឹងទេអូយខ្ញុំមិនដឹងទេខ្ញុំក៏មិនដឹងដែរចៅចេកបានដើរតាមលោកមេឃុំហើយយំឥតឈប់ឈរលោកបានសន្យាថានឹងជួយរកប្រាក់នោះឲ្យឃើញហើយប្រគល់មកឲ្យវាវិញឯឈប់យំសិនទៅណាយំមិនអាចជួយដោះស្រាយបញ្ហាអ្វីបានឡើយណាចៅតានឹងរកវិធីសាស្ត្រមួយដើម្បីយកលុយត្រឡប់ជូនចៅវិញឲ្យតតែបានចៅចេកត្រេកអរខ្លាំងណាស់ក៏ឈប់យំទៅបើអ្នករាល់គ្នាមិនដឹងថាតើប្រាក់ចៅចេកនៅអាណានោះគឺមានតែដុំថ្មទេដែលដឹងនោះនៅពេលរសៀលស្មៀនបានយកដុំថ្មទៅទុកនៅឯសាលាឃុំនិងដើរផ្សព្វផ្សាយថាលោកមេឃុំនឹងសាកសួរដុំថ្មពីរឿងចោរលួចប្រាក់របស់កុមារជេកបើបងប្អូនចង់ដឹងសូមអញ្ជើញចូលរួមហើយនឹងស្ដាប់ការសួរចម្លើយនេះដោយគ្រាន់តែបង់ប្រាក់2សេនតែប៉ុណ្ណោះបងថោចង់ស្ដាប់ដុំថ្មចេះនិយាយតោះយើងតោះម៉ោង2រសៀលកុមារជេកនិងជំទប់ទី1បានអង្គុយនៅមាត់ទ្វារក្បែរផ្តិលដែលដាក់ទឹកពេញលោកមេឃុំក៏បានប្រាប់ជំទប់ថាណែជំទប់បើនរណាដាក់ប្រាក់ហើយមានប្រេងអណ្ដែតត្រូវផ្ដល់សញ្ញាឲ្យអញភ្លាមណាបាទនិយាយរួចគាត់ក៏ដើរទៅអង្គុយនៅនឹងតុក្បែរដុំថ្មមនុស្សប្រុសស្រីក្មេងចាស់ក្រមុំមេម៉ាយពោះម៉ាយល្អអាក្រក់ពិការក៏ថ្លង់ខ្វង់ខ្វិនបានចូលមកសាលាឃុំហើយសុទ្ធតែបង់ប្រាក់ទាំងអស់គ្នាចុងក្រោយមានមនុស្សច្រមុះធំម្នាក់ពេលទម្លាក់ប្រាក់ទៅស្រាប់តែមានប្រេងអណ្ដែតឡើងពេលបានទទួលសញ្ញានេះហើយលោកមេឃុំធ្វើជាបន់ស្រន់